ខ្មោចលួកព្រលឹងយប់មួយដ៏ស្ងាត់ជ្រងំសាងងឹតសូនឈឹងមានតែពន្លឺចន្ទ្រាតូចមួយចាំងមកពីលើពពកខ្មៅក្លុនធូបឆេកខ្មៅខ្មៅអណ្ដែតខ្មួលខ្វាន់ខ្យល់រងាវកំឡោះម្នាក់ឈ្មោះវីរៈដែលតែងដល់លក់បន្លែនៅផ្សារនោះមានចិត្តនឿយណាយនឹងជីវិតក្រលំបាករបស់ខ្លួនជាខ្លាំងគាត់តែងតែប្រាថ្នាចង់បានទ្រព្យសម្បត្តិស្តុកស្តម្ភដើម្បីផ្លាស់ប្ដូរវាសនារបស់ខ្លួនលុយកាក់ជាបំណងប្រាថ្នាតែមួយគត់ដែលជំរុញឲ្យគាត់ខិតខំតស៊ូទាំងកម្លាំងកាយចិត្តនៅពេលដែលភាពអស់សង្ឃឹមចាប់ផ្ដើមគ្របដណ្ដប់គាត់បានរកឃើញផ្លូវមួយដែលមិនគួរជឿថ្ងៃមួយខណៈដែលគាត់កំពុងដើរត្រឡប់មកផ្ទះវិញតាមផ្លូវលំដាច់ស្រយាលគាត់បានប្រទះឃើញស្ត្រីចំណាស់ម្នាក់អង្គុយលក់បាយសីនៅក្រោមដើមពោធិ៍មួយដ៏ធំទឹកមុខរបស់ស្ត្រីនោះមើលទៅស្លេកស្លាំងភ្នែករលីងរលោងដូចកែវហាក់ដូចជាគ្មានជីវិតវីរៈមានអារម្មណ៍ប្លែកប៉ុន្តែដោយសារចង់ដឹងក៏ចូលទៅសួរថាយាយលក់អីខ្លះស្ត្រីចំណាស់នោះញញឹមស្ងួតហើយឆ្លើយដោយសំឡេងខ្សឹបខ្សៀវថាខ្ញុំលក់អ្វីដែលឯងត្រូវការវីរៈខ្ញុំលក់សេចក្តីប្រាថ្នាខ្ញុំលក់ព្រលឹងវីរៈភ័យព្រឺសម្បូរប៉ុន្តែសេចក្តីលោភលន់បានគ្របដណ្ដប់លើការភ័យខ្លាចគាត់សួរទៀតថាយាយចង់បានអ្វីជាថ្នូរស្ត្រីចំណាស់នោះនិយាយយឺតថាព្រលឹងរបស់ឯងព្រលឹងដែលគ្មានតម្លៃសម្រាប់អ្នកដទៃប៉ុន្តែមានតម្លៃសម្រាប់ក្នុងវីរៈគិតថាខ្លួនជាអ្នកក្រគ្មាននរណារាប់រកព្រលឹងរបស់គាត់ប្រហែលជាគ្មានតម្លៃអីទេគាត់ក៏សម្រេចចិត្តព្រមព្រៀងស្ត្រីនោះក៏បានប្រគល់កាក់មាស3កាក់ឲ្យគាត់ដោយនិយាយថានៅពេលឯងប្រើវាព្រលឹងឯងនឹងចាប់ផ្ដើមរសាត់បាត់បន្តិចម្ដងវីរៈត្រឡប់មកផ្ទះវិញមើលពព្រិចភ្នែកគាត់ក៏ខ្លាចជាអ្នកមានស្តុកស្តម្ភដំបូងគាត់សប្បាយរីករាយណាស់ប៉ុន្តែមិនយូរបំណានគាត់ចាប់ផ្ដើមមានអារម្មណ៍ប្លែកគាត់គេងមិនលក់ដេកទៅយកសម្បត្តិឃើញស្រមោលខ្មៅតាមលងបន្លាតពេលខ្លះគាត់មានអារម្មណ៍ថាដូចជាមាននរណាម្នាក់កំពុងសម្លឹងមើលគាត់ពីខាងក្រោយភរិយារបស់គាត់ចាប់ផ្ដើមកត់សម្គាល់ថាវីរៈប្រែជាត្រជាក់ចិត្តគ្មានក្តីស្រឡាញ់ដូចមុនស្នាមញញឹមរបស់គាត់คล้ายជាទំទេស្អាតយប់មួយខណៈដែលគាត់កំពុងសម្រាកនៅក្នុងផ្ទះដ៏ស្កឹមស្កៃរបស់គាត់ស្ត្រីចំណាស់នោះក៏បានលេចមុខនៅចំពោះមុខគាត់ម្ដងទៀតទឹកមុខញញឹមស្រស់ប៉ុន្តែជាស្នាមញញឹមដ៏ព្រឺព្រួយព្រលឹងឯងចិត្តពេញលេញហើយវីរៈស្ត្រីនោះនិយាយដោយសំឡេងខ្សឹបខ្សៀវឯងនឹងក្លាយជាខ្ញុំជាផ្នែកមួយរបស់ខ្ញុំវីរៈស្រែកបន្លឺឡើងដោយការភ័យខ្លាចគាត់រត់ទៅកាន់កញ្ចក់ហើយបានឃើញរូបភាពរបស់ខ្លួនឯងនៅក្នុងកញ្ចក់ភ្នែករបស់គាត់រលីងរលោងគ្មានពន្លឺដូចទៅនឹងស្ត្រីចំណាស់នោះបន្កិចរូបរាងរបស់គាត់ចាប់ផ្ដើមប្រែប្រួលស្បែកស្លេកស្លាំងគាត់ព្យាយាមរត់គេចប៉ុន្តែមានកន្លែងណាអាចលែកខ្លួនបាននៅឡើយព្រលឹងរបស់គាត់ត្រូវបានស្ត្រីចំណាស់នោះលេបត្របាក់បាត់ទៅហើយវីរៈបានក្លាយជាខ្មោចមួយទៀតដែលលក់ព្រលឹងអ្នកដទៃស្ថិតនៅក្រោមបណ្ដាសាជារៀងរាល់គ្មាននរណាបានឃើញវីរៈម្ដងទៀតទេមានតែដំណើររឿងតគ្នាពីខ្មោចលក់ព្រលឹងនៅក្រោមដើមពោធិ៍មួយចាស់នោះដែលតែងតែលុបបួងមនុស្សលោភលន់ឲ្យលក់ព្រលឹងរបស់ខ្លួនជាថ្នូរនឹងសេចក្តីប្រាថ្នាដ៏បោកប្រឆោត